ជំរាបសួរអ្នកនរគ្នាតើយើងម៉ូតូព្រីងនេះយើងម៉ូតូព្រីងពូជធំព្រីងនេះគឺព្រីងដោះឬក៏ព្រីងយើងបណ្ដោះពូជធំហើយយើងតឲ្យឆាប់ផ្លែយើងយកព្រីងដែលមានមេឬក៏ដើមផ្លែស្រាប់យើងយកមកតនេះយើងព្រីងយើងបណ្ដោះព្រីងណាក៏បានដែរព្រីងពពោះព្រីងពូជទួយក៏បានដែរឲ្យទៅដើមវាធំអានេះមេដែលយើងត្រូវតផ្លែធំព្រីងគឺ2-3 ឆ្នាំហ្នឹងគឺតម្លៃគឺល្អសមរម្យចឹងហើយបើសិនជាដាំបានគឺល្អដែរអានេះគឺយើងមកប្រាប់ពីរបៀបតយើងអានេះដើមសម្រាប់តយើងកាត់ផែលជាប៉ុណ្ណឹងមកហើយដើមនេះយើងធ្វើសម្រាប់តនេះយើងតទាំងវែងយើងតយកមកភ្នែកក៏បានដែរប៉ុន្តែនេះយើងប្រើ3ថ្នាំងឬក៏3ភ្នែកចឹងអានេះយើងរុំហ្វីមយើងរុំស្រាប់យើងរុំមកហើយទៅយើងរុំរហូតដល់ចុងអញ្ចឹងដើម្បីយើងរុំអញ្ចឹងគឺកុំឲ្យវាណែស្ងួតមេឃណាកុំឲ្យស្ងួតមេឃដល់ពេលស្ងួតមេឃទៅយើងតអត់ជាប់ទេរបៀបតគឺដូចដើមទេដូចយើងតស្វាយអញ្ចឹងយើងគ្រាន់តែចាត់សងខាងយើងចាត់បានស្អាតអញ្ចឹងហើយយើងព្យាយាមកាត់កន្លែងណាដែលសាញអញ្ចឹងសំខាន់គឺយើងតអញ្ចឹងគឺយើងប្រើកាំបិតមុតកាន់តែមុតកាន់តែល្អរបៀបតយើងគ្រាន់តែពុះវាយើងពុះត្រង់ពីលើទៅយើងតរបៀបនេះការជាប់គឺល្អដែរហើយព្រីងហ្នឹងយើងកោះកូនមកឬក៏យើងបានកូនមកពីណាក៏អត់បញ្ហាដែរគឺយើងអាចយកមកតពូជផ្លែធំបានអត់តែខាងចុងយើងខាងចុងនឹងពូជធំគឺយើងអាចតបានការតជាប់នឹងរយៈពេលប្រហែលជាខ្ទង់យើងវាយថាមួយខែប្រហែលជាមិនបានដល់មួយខែទេកន្លះខែអីយើងនៅចាំមើលរហូតដល់ព្រីងនឹងចេញត្រួយឬក៏ចេញស្លឹកថ្មីចេញពីដើមហ្នឹងចេញពីមេឃដែលយើងតនេះមកដើមទៀតយើងធ្វើការតដូចគ្នាដែរទៅយើងកាត់ចូលប៉ុណ្ណឹងណាអានេះយើងតបែបយើងយកតែ2ថ្នាំងទេ2ថ្នាំងឬក៏2ភ្នែក2ថ្នាំងហ្នឹងវាត្រូវ4ភ្នែកកន្លែងតែវិជាថាភ្នែកហ្នឹងគឺកន្លែងហ្នឹងគឺកន្លែងដោះត្រួយកន្លែងហ្នឹងមើលនេះហៅកន្លែងដោះត្រួយវាគឺហៅភ្នែកយើងកាត់ចឹងមកនេះយើងរុំដូចគ្នាបើថាយើងមិនរុំយើងសៀតរួចយើងចាំរុំក៏បានដែរមកយើងខ្ញុំធ្វើរបៀបយើងសៀតហើយចាំរុំប្រាប់ខ្ចប់នំយើងប្រើថង់ក៏បានដែរបើថាយើងរោអីមិនបានយើងប្រើថង់បើថាយើងរោបានយើងរោពពោះស្គុតដែលយើងរុំបដ ாய் ក៏បានដែរយើងចិត្តស្អាតមកសំខាន់គឺកាំបិតមុតយើងធ្វើស្អាតគឺជាប់ 100% គឺជាប់យើងធ្វើអញ្ចឹងហើយយើងសេរីមកសេរីបែបណាថាស្អាតរួចហើយដើមដែលយើងតហ្នឹងយើងពុះមកពុះចំកណ្ដាលមកយើងសៀតចូលយើងសៀតចូលអញ្ចឹងហើយយើងចាប់ផ្ដើមរុំពីគល់ឡើងទៅរហូតដល់ចុងនេះយើងរុំអញ្ចឹងទៅយើងរុំហាំក្រងបែបឲ្យណែនតិចទៅពីព្រោះមុខដែលយើងតហ្នឹងមកថាព្យាយាមបានណែនល្អគឺតក៏ភាគរយជាប់គឺច្រើនដែរព្រីងនេះខ្ញុំឃើញនៅក្នុងផ្ទះគេយើងរុំទៅក្រមកជន់ទៀតក៏បានយើងឃើញព្រីងហ្នឹងផ្លែល្អផ្លែជាចង្កមហើយផ្លែធំទៀតអញ្ចឹងយើងយកមកតបើយើងឃើញព្រីងគេយើងសុំមេឃ2-3ភ្នែកអីក៏បានដែរមេឃអញ្ចឹងអីយើងសុំមេឃគេកាត់មេឃគេបើថាយើងមិនសុំទេយើងឃើញមេឃបែកខ្នែងក្រមអញ្ចឹងយើង
កាច់យកមកនេះខ្ញុំកាច់យកមកដែរនៅជាប់ផ្លូវហ្នឹងយើងគ្រាន់យកមេយកមកយើងបន្តអញ្ចឹងការដាំបើថាផ្លែគឺអាចថាប្រហែលជាខ្ទង់2ឆ្នាំទៅ3ឆ្នាំផ្លែបើយើងដាំគ្រាប់ចូល4 5ឆ្នាំមិនផ្លែណាខ្លះណា7 8ឆ្នាំមិនផ្លែអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងវិធីតព្រីងពូជផ្លែធំទីផ្សារឥឡូវកំពុងតែត្រូវការបាយអ្នកនរគ្នា